ជំរាបសួរដល់បងប្អូនជាថ្មីម្ដងទៀតនៅថ្ងៃនេះដែរយើងនឹងសិក្សាព្រះបន្ទូលរបស់ព្រះអង្គជាមួយគ្នាដែលមានចំណងជើងថាការផ្សាយដំណឹងល្អដល់អ្នកដទៃខ្ញុំជឿជាក់ថាយើងគឺជាគ្រីស្ទបរិស័ទយើងធ្លាប់ឮហើយអំពីដំណឹងល្អហើយយើងស្គាល់ដែរថាអ្វីជាដំណឹងល្អរបស់យើងហើយមិនមែនយើងទទួលដំណឹងល្អសម្រាប់តែជីវិតរបស់យើងទេប៉ុន្តែនៅពេលដែលយើងមានដំណឹងល្អនោះគឺយើងចង់ផ្ដល់អ្វីដល់អ្នកដទៃដែរដូច្នេះហើយបានជាថ្ងៃនេះដែរយើងនឹងសិក្សាជាមួយគ្នាអំពីការផ្សាយដំណឹងល្អដល់អ្នកដទៃមុននឹងរៀនមេរៀនថ្មីជាមួយគ្នាខ្ញុំចង់រំលឹកមេរៀនរបស់យើងសិនមេរៀនរបស់យើងថ្ងៃមុនយើងបានរៀនជាមួយគ្នាអំពីការថ្វាយបង្គំព្រះពិតតែមួយមានន័យថាស្រឡាញ់ព្រះអង្គពិតតែមួយយើងត្រូវការគោរពកោតខ្លាចព្រះពិតតែមួយយើងត្រូវការចូលរួមចំណែកក្នុងពិធីឬក៏កិច្ចការផ្សេងៗរបស់ព្រះអង្គជាការពិតណាស់ការថ្វាយបង្គំព្រះអង្គការថ្វាយបង្គំព្រះពិតមានន័យថាយើងត្រូវការថ្វាយប្រគល់រូបកាយទាំងស្រុងរបស់យើងគ្រប់ផ្នែកទិដ្ឋភាពនៃជីវិតរបស់យើងទៅកាន់ទ្រង់តែមួយអញ្ចឹងដំបូងបំផុតដើម្បីអាចថ្វាយបង្គំព្រះអង្គលុះត្រាតែយើងស្រឡាញ់ព្រះអង្គសិនយើងមានចិត្តស្រឡាញ់ព្រះអង្គអស់ពីចិត្តអស់ពីគំនិតរបស់យើងហើយយើងកោតខ្លាចព្រះអង្គស្ដាប់បង្គាប់និងចោះចូលហើយយើងរួមចំណែកក្នុងការដែលធ្វើកិច្ចការផ្សេងៗរបស់ព្រះអង្គហើយដោយដែលយើងបានដឹងហើយថាមានវិធីច្រើនដែលយើងអាចរួមចំណែកក្នុងការងាររបស់ព្រះអង្គការបម្រើនៅក្នុងព្រះវិហារហើយព្រះអង្គបានប្រាប់យើងថាចូលធ្វើជាពន្លឺនិងអំបិលហើយចេញទៅដើម្បីប្រកាសដំណឹងល្អហើយនេះហើយទៅមេរៀនរបស់យើងថ្ងៃហ្នឹងយើងសិក្សាមួយគ្នាអំពីការប្រកាសដំណឹងល្អដល់អ្នកដទៃនៅក្នុងម៉ាកុសជំពូក16ខ15បានចែងថាព្រះអង្គមានបន្ទូលទៅគេថាចូលនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះនេះគឺជាសេចក្តីបង្គាប់ចុងក្រោយបង្អស់របស់ព្រះយេស៊ូវនៅពេលដែលព្រះអង្គសុគតនៅលើឈើឆ្កាងហើយព្រះអង្គមានប្រជញ្ញរស់ឡើងវិញមុននឹងយាងទៅនគរស្ថានសួគ៌វិញព្រះអង្គបានហៅពួកសិស្សរបស់ព្រះអង្គមកជួបជុំគ្នាហើយកិច្ចការចុងក្រោយដ៏សំខាន់បំផុតនោះគឺព្រះអង្គបានប្រាប់សិស្សទាំងអស់ឲ្យទៅប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះអញ្ចឹងនៅក្នុងម៉ាកុសជំពូក16ខ15អ្វីដែលព្រះអង្គបានបញ្ជាសំខាន់នោះព្រះអង្គប្រាប់ថាយ៉ាងម៉េចប្រាប់ថាឲ្យយើងទៅគ្រប់ទីកន្លែងមិនមែនតែនៅក្នុងព្រះវិហារឬក៏ស្ថាប័នគ្រីស្ទបរិស័ទឡើយប៉ុន្តែគឺគ្រប់ទីកន្លែងនៅណានៅក្នុងពិភពលោកអញ្ចឹងមានន័យថាកន្លែងទាំងអស់ដែលយើងទៅហើយយ៉ាងម៉េចហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះបាទព្រះអង្គអត់បានប្រាប់ថាឲ្យប្រកាសដំណឹងល្អដល់តែមនុស្សល្អមនុស្សឆ្លាតមនុស្សប្រកែមនុស្សអ្នកមានឬក៏មានបុណ្យស័ក្តិអីទេប៉ុន្តែព្រះអង្គថាមនុស្សលោកទាំងអស់អញ្ចឹងមានន័យថាមនុស្សគ្រប់វ័យគ្រប់ស្រទាប់គ្រប់ឋានៈគឺពួកគេត្រូវការដំណឹងល្អបងប្អូនបានដឹងហើយថាមនុស្សយើងបានធ្លាក់ទៅក្នុងអំពើបាបហើយយើងអត់អាចជួយសង្គ្រោះខ្លួនឯងចេញពីអំពើបាបបានឡើយដូច្នេះហើយទើបព្រះអង្គបានយាងមកគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយាងមកលើផែនដីដើម្បីនឹងសុគតលើឈើឆ្កាងសង្គ្រោះបាបយើងរាល់គ្នានៅពេលដែលនរណាទទួលជឿព្រះអង្គនោះនឹងទទួលបានការសង្គ្រោះហើយនេះគឺជាដំណឹងល្អមួយសម្រាប់យើងរាល់គ្នាដំណឹងល្អមិនមែនគ្រាន់តែដំណឹងប្រាប់ថាអូអ្នកឯងនឹងមានទ្រព្យសម្បត្តិអ្នកនឹងខ្លាចទៅជាអ្នកមានអ្នកនឹងជោគជ័យទេព្រះអង្គអត់បានសន្យាបែបនោះទេប៉ុន្តែពេលដែលព្រះយេស៊ូវចាប់ផ្ដើមប្រកាសដំណឹងល្អនៅក្នុងព្រះគម្ពីរដំបូងបំផុតបន្ទាប់ពីព្រះអង្គជាមួយទឹកហើយព្រះអង្គបានប្រាប់ថាចូលកែប្រែចិត្តគំនិតឡើងត្បិតនគរព្រះបានមកដល់ហើយអញ្ចឹងដំណឹងល្អគឺជាដំណឹងដែលនាំឲ្យមនុស្សមានការប្រែចិត្តដំណឹងល្អដែលវិលត្រឡប់ឲ្យមនុស្សបានចូលទៅកាន់នគរព្រះអង្គតាមរយៈសេចក្តីសង្គ្រោះរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទវិញហើយសំណួរសួរថាតើយើងគួរចាប់ផ្ដើមផ្សាយដំណឹងល្អដោយរបៀបណាពីព្រោះថាព្រះអង្គអត់បានឲ្យយើងទទួលសេចក្តីសង្គ្រោះតែខ្លួនយើងទេព្រះអង្គបានចាត់បញ្ជូនពួកសិស្សរបស់ព្រះអង្គឲ្យផ្សាយដំណឹងល្អហើយដោយសារតែសិស្សរបស់ព្រះអង្គបានចេញទៅប្រកាសដំណឹងល្អគ្រប់ជាតិសាសន៍ទាំងអស់រហូតទៅដំណឹងល្អបានមកដល់យើងសប្តាហ៍ថ្ងៃប៉ុន្តែដូចគ្នាដែរសេចក្តីបង្គាប់បញ្ជាចុងក្រោយនោះមិនមែនសម្រាប់តែសិស្សរបស់ព្រះអង្គទេប៉ុន្តែសម្រាប់យើងជាអ្នកដែលជឿរបស់ព្រះអង្គដែរព្រះអង្គមិនមែនគ្រាន់តែឲ្យជីវិតយើងជឿហើយដើរតាមប៉ុណ្ណោះទេ
ប៉ុន្តែបន្ទាប់ពីយើងជឿបន្ទាប់ពីយើងទទួលបានដំណឹងល្អនៃព្រះគ្រីស្ទដែលសង្គ្រោះជីវិតរបស់យើងហើយព្រះអង្គសពព្រះハរតីចង់ឲ្យបងប្អូនទាំងអស់គ្នាបន្តផ្សាយដំណឹងល្អទៅកាន់អ្នកដទៃដែរប៉ុន្តែខ្ញុំជឿជាក់ថាប្រហែលជាពេលខ្លះបងប្អូនគិតថាពិបាកមែនតើហើយតើខ្ញុំគួរតែផ្សាយដំណឹងល្អដោយរបៀបណាខ្ញុំគួរតែផ្សាយពីណាទៅណាដូច្នេះថ្ងៃនេះដែរខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចាំអំពីរូបភាពទាំង4នេះដែលគឺជាមូលដ្ឋានគ្រឹះនៃការផ្សាយដំណឹងល្អបែរជាបើយើងចោះទៅបរៀនក្មេងៗតាមភូមិឬក៏មានបណ្ឌកិច្ចនៅពហិយើងត្រៀមរូបភាពតាមកតាបតាមកបោបទៅហើយប៉ុន្តែបើសិនជាយើងទៅកន្លែងផ្សេងទៀតប្រហែលជាយើងអត់បានត្រៀមរូបភាពទេដូច្នេះហើយដែលខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើថ្ងៃនេះគឺចង់ឲ្យបងប្អូនបានស្រមៃហើយចងចាំនៅរូបភាពទាំង4នេះជាគោលសម្រាប់បងប្អូនក្នុងការដែលផ្សាយដំណឹងល្អអញ្ចឹងរូបទី1ខ្ញុំចង់ឲ្យបងប្អូនបានចងចាំអំពីរូបភាពនៃព្រះដែលស្រឡាញ់ព្រះដែលបង្កើតពិភពលោកហើយព្រះដែលបង្កើតមនុស្សហើយព្រះអង្គស្រឡាញ់យើងហើយព្រះអង្គចង់មានទំនាក់ទំនងជាមួយនឹងយើងហើយរូបទី2ខ្ញុំចង់ឲ្យបងប្អូនចាំអំពីរូបភាពមួយដែលថាទោះបីជាព្រះអង្គបានបង្កើតយើងស្រឡាញ់យើងមានទំនាក់ទំនងជាមួយនឹងយើងប៉ុន្តែដោយសារតែអំពើបាបរបស់យើងវាគឺជាជំហុកហើយគឺជារនាំងដែលធ្វើឲ្យយើងហើយនឹងព្រះអង្គបានកាត់ផ្ដាច់ចេញពីគ្នាហើយរូបភាពទី3ខ្ញុំចង់ឲ្យបងប្អូនបានចាំថាទោះបីជាអំពើបាបជាជំហុកនិងរនាំងទំនាក់ទំនងរវាងយើងហើយនឹងព្រះក៏ដោយប៉ុន្តែព្រះអង្គបានមានសេចក្តីសង្គ្រោះសម្រាប់យើងព្រះអង្គបានបញ្ជូនព្រះរាជបុត្រាគឺព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដើម្បីផ្សះផ្សាទំនាក់ទំនងយើងជាមួយនឹងព្រះអង្គចង់ឲ្យយើងបានវិលត្រឡប់ទៅរស់នៅដោយមានទំនាក់ទំនងជាមួយនឹងព្រះអង្គជាថ្មីម្ដងទៀតនេះគឺជាដំណឹងល្អហើយអត់ចប់ត្រឹមនឹងទេយើងដល់រូបភាពទី4គឺមានន័យថាអ្នកដែលបានទទួលដំណឹងល្អទទួលជឿព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអ្នកនោះនឹងបានវិលត្រឡប់ក្លាយទៅជាកូនរបស់ព្រះអង្គវិញអញ្ចឹងនេះគឺជារូបភាពទាំង4ដែលបងប្អូនអាចផ្សាយដំណឹងល្អបានអញ្ចឹងយើងនឹងចាប់ផ្ដើមរូបទី1បើសិនជាបងប្អូនចង់ផ្សាយដំណឹងល្អតើបងប្អូនត្រូវផ្សាយរបៀបម៉េចអញ្ចឹងទី1ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបាននិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះអង្គទៅកាន់អ្នកដែលយើងចង់ផ្សាយគឺយើងបានប្រាប់គេថាព្រះអង្គស្រឡាញ់អ្នកនៅក្នុងយូហានជំពូក3ខ16បានចែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាតែមួយដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះរាជបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញបាទនៅក្នុងខគម្ពីរនេះបានប្រាប់ថាត្បិតព្រះស្រឡាញ់មនុស្សលោកដល់ម្លេះមិនមែនស្រឡាញ់តិចទេគឺព្រះអង្គស្រឡាញ់ខ្លាំងហើយមិនមែនមនុស្សដោយឡែកទេប៉ុន្តែព្រះអង្គស្រឡាញ់មនុស្សទាំងអស់បានជាព្រះអង្គបញ្ជូនព្រះរាជបុត្រាឲ្យយើងមកដើម្បីនឹងសុគតជំនួសយើងហើយឲ្យយើងជឿលើព្រះអង្គមានជីវិតអស់កលជានិច្ចអញ្ចឹងអីដែលប្រាប់នោះគឺបងប្អូនចាប់ផ្ដើមដោយការដែលនិយាយថាព្រះអង្គជាអ្នកបង្កើតយើងព្រះអង្គបង្កើតអ្វីគ្រប់យ៉ាងនៅលើផែនដីនេះដូច្នេះព្រះអង្គស្រឡាញ់ពិភពលោកមួយនេះហើយជាពិសេសគឺព្រះអង្គស្រឡាញ់មនុស្សលោកយើងហើយបងប្អូនអាចនឹងបើសិនជាបងប្អូនស្គាល់អំពីរឿងលោកកបាត់បងប្អូនអាចប្រាប់គេអំពីរបៀបដែលព្រះអង្គបង្កើតផ្ទៃមេឃផែនដីរបៀបដែលព្រះអង្គបានបង្កើតមនុស្សគឺអាដាមនិងអេវ៉ាហើយថាតើព្រះអង្គស្រឡាញ់គេរបៀបម៉េចព្រះអង្គប្រទានពរគេរបៀបម៉េចហើយព្រះអង្គបានផ្ដល់តម្លៃឲ្យគេរបៀបម៉េចដែរយើងបានឃើញហើយថាព្រះអង្គស្រឡាញ់អាដាមនិងអេវ៉ាណាព្រះអង្គឲ្យគេរក្សានៅសួនអេដែនហ្នឹងហើយព្រះអង្គឲ្យគេបរិភោគផ្លែឈើទាំងអស់ចេញពីដើមហ្នឹងហើយព្រះអង្គមានទំនាក់ទំនងល្អជាមួយគេហើយអាដាមព្រះអង្គក៏បានផ្ដល់អំណាចឲ្យគាត់ដាក់ឈ្មោះឲ្យសាប់ទៀតផងអញ្ចឹងខ្ញុំគិតថានេះគឺជាសេចក្តីស្រឡាញ់ដ៏ធំធេងមួយរបស់ព្រះអង្គទោះបីជាយើងជាស្នាប្រព័ន្ធរបស់ព្រះអង្គក៏ដោយប៉ុន្តែព្រះអង្គស្រឡាញ់យើងហើយព្រះអង្គចង់មានទំនាក់ទំនងជាមួយយើងបាទក៏ប៉ុន្តែរូបភាពទី2នោះគឺខ្ញុំចង់ឲ្យបងប្អូនបានឲ្យអ្នកដែលយើងជឿនោះអ្នកដែលយើងចង់ផ្សាយដំណឹងល្អនោះឲ្យគេទទួលស្គាល់ថាគេគឺជាមនុស្សមានបាបមិនមែនតែគេទេគឺយើងនិងមនុស្សក្នុងពិភពលោកទាំងអស់ដោយចំណុចទី2ហ្នឹងគឺយើងផ្ដោតថាអំពើបាបរបស់យើងបានផ្ដាច់យើងឲ្យឆ្ងាយពីព្រះនៅក្នុងអេសាយជំពូក59ខ2គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នាដែលជាខណ្ឌជាកណ្ដាលឯងហើយនឹងព្រះនៃឯងទេតើ
ហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភ័ក្ត្រទ្រង់មិនឲ្យឃើញឯងដល់ម្លេះបានជាទ្រង់មិនព្រមស្ដាប់ទេអញ្ចឹងបងប្អូនបានដឹងហើយថាព្រះទ្រង់បរិសុទ្ធហើយអំពើបាបមិនអាចជាប់នៅនឹងទ្រង់បានឡើយព្រះអង្គគឺ holy ព្រះអង្គបរិសុទ្ធព្រះអង្គទ្រង់អត់មានអំពើបាបនៅជាប់ទ្រង់បានទេបើយើងได้ឃើញកណាត់សបើសិនជាប្រឡាក់ខ្មៅបន្តិចយើងនឹងឃើញហើយត្រអត់អញ្ចឹងព្រះអង្គដូចគ្នាព្រះអង្គអត់ black and white ហើយ blend ចូលគ្នាគឺជា gray ទេបរិសុទ្ធហើយនឹងបាបគឺត្រូវការដាច់ដោយឡែកពីព្រះអង្គហើយនៅពេលដែលមនុស្សបានធ្លាក់ទៅក្នុងអំពើបាបនោះព្រះវត្តមានរបស់ព្រះអង្គលែងបានគង់នៅជាមួយគេទៀតហើយមនុស្សបានមានទំនាក់ទំនងដាច់ចេញឆ្ងាយពីព្រះអង្គនៅខគម្ពីរអេសាយចំពុក59ខ2បានប្រាប់យើងថាដោយសារតែអំពើទុច្ចរិតអំពើអាក្រក់របស់យើងអំពើបាបរបស់យើងបានខណ្ឌផ្ដាច់យើងជាមួយនឹងព្រះអង្គបើសិនជាបងប្អូនមើលអាដាមហើយនិងអេវ៉ាមុនដំបូងពួកគាត់មានទំនាក់ទំនងល្អជាមួយព្រះអង្គមែនទែនគេរស់នៅប្រកបជាមួយព្រះអង្គហើយខគម្ពីរបានប្រាប់ថាគេដើរជាមួយនឹងព្រះអង្គដែរប៉ុន្តែនៅពេលដែលគេចាញ់លបួងអរិយសាតាំងហើយគេប្រព្រឹត្តអំពើបាបគេអត់ស្ដាប់បង្គាប់ព្រះអង្គទេនៅពេលនោះព្រះអង្គមកព្រះអង្គហៅគេប៉ុន្តែអាដាមបានពួនព្រះអង្គបានលាក់ខ្លួនពីព្រះអង្គនោះហើយគឺជាសញ្ញាមួយបានប្រាប់ថាអំពើបាបបានកាត់ផ្ដាច់ទំនាក់ទំនងរវាងមនុស្សជាមួយនឹងព្រះអង្គហើយយើងឃើញថាកាន់តែឆ្ងាយមករហូតពីមួយចំនួនទៅមួយចំនួនមនុស្សធ្វើបាបកាន់តែអាក្រក់ទៅហើយធ្វើឲ្យមនុស្សបានវង្វេងលែងស្គាល់ព្រះអង្គទើបយើងឃើញមានការបង្កើតសាសនាផ្សេងបង្កើតការថ្វាយបង្គំរូបព្រះហើយគេអត់បានស្គាល់ព្រះអង្គជានរណាទេគេវង្វេងហើយគេបាត់ឆ្ងាយពីព្រះអង្គហើយគេអត់អាចវិលត្រឡប់ទៅរកព្រះអង្គបានទេដោយសារតែអីដោយសារតែអំពើបាបរបស់គេអញ្ចឹងមិនចំណុចទី1យើងនិយាយពីក្តីស្រឡាញ់ព្រះអង្គចង់មានទំនាក់ទំនងល្អជាមួយយើងរស់នៅជាមួយយើងប៉ុន្តែដោយសារតែយើងធ្វើបាបទើបយើងដាច់ចេញឆ្ងាយពីព្រះអង្គប៉ុន្តែសួរថានៅពេលដែលយើងបានធ្វើបាបហើយព្រះអង្គបោះបង់យើងចោលអត់គឺអត់ទេព្រះអង្គនៅតែមានសេចក្តីស្រឡាញ់មេត្តាករុណានិងព្រះគុណរបស់ព្រះអង្គចំពោះយើងជានិច្ចដូចអាដាមនិងអេវ៉ាទោះបីជាព្រះអង្គបានបណ្ដេញគេចេញពីសួនអេដែនក៏ដោយប៉ុន្តែព្រះអង្គបានធ្វើសម្លៀកបំពាក់ឲ្យគេស្លៀកនេះគឺជាការមួយដែលបង្ហាញថាព្រះអង្គនៅតែមានព្រះគុណហើយព្រះអង្គនៅតែបន្តថែរក្សាគេហើយព្រះអង្គក៏បានសន្យាដែរថានឹងបញ្ជូនព្រះសង្គ្រោះមកកាន់ពួកគេដែលនៅក្នុងលោកុបាទចំពុក3ខ15ហ្នឹងបាទអញ្ចឹងគឺមានន័យថាព្រះអង្គបានមានផែនការចំពោះអំពើបាបរបស់យើងព្រះអង្គអត់ទុកឲ្យទំនាក់ទំនងរបស់យើងហើយនឹងព្រះអង្គដាច់ចេញឆ្ងាយពីគ្នានោះទេអញ្ចឹងរូបភាពទី3នោះគឺយើងនិយាយអំពីព្រះយេស៊ូវសុគតដើម្បីនាំយើងឲ្យបានជួបនឹងព្រះពេត្រុសខ្សែទី1ចំពុក3ខ18បានចែងថាព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្ដងដោយព្រោះបាបដែរគឺជាព្រះដ៏សុចរិតទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិតដើម្បីនាំយើងរាល់គ្នាទៅដល់ព្រះដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាមតែព្រះវិញ្ញាណប្រោសឲ្យរស់វិញបាទអញ្ចឹងរូបភាពទី3នោះគឺនិយាយអំពីព្រះយេស៊ូវបានទទួលបាបជំនួសយើងមនុស្សរាល់គ្នាដើម្បីឲ្យគេបានបរិសុទ្ធហើយបានចូលទៅឯព្រះអញ្ចឹងយើងដឹងហើយថាមនុស្សបានធ្វើបាបហើយគេអត់មានអីទាល់តែសោះដែលអាចជួយខ្លួនឯងឲ្យផុតពីបាបអំពើល្អមិនអាចស៊ីសងអំពើអាក្រក់បានទេអញ្ចឹងមនុស្សគឺអត់សង្ឃឹមទេមនុស្សអត់ដឹងថាគេធ្វើយ៉ាងម៉េចដើម្បីអាចវិលត្រឡប់ទៅកាន់ព្រះអង្គហើយរួចពីទុក្ខទោសនៃអំពើបាបរបស់គេទេអញ្ចឹងហើយគឺរូបភាពទី3នោះព្រះអង្គបានបញ្ជូនព្រះរាជបុត្រានេះគឺជាដំណឹងល្អដោយសារអីដោយអត់មានព្រះវត្តមានរបស់ព្រះយេស៊ូវគ្រីស្ទយាងមកលើផែនដីដែលអត់មានព្រះយេស៊ូវដែលជាព្រះអង្គសុចរិតហើយព្រះអង្គរងទុក្ខជំនួសយើងជាមនុស្សដែលមានបាបនោះទេយើងអត់មានឱកាសក្នុងការដែលមានទំនាក់ទំនងជាមួយព្រះអង្គទេប៉ុន្តែព្រះអង្គបានជ្រើសរើសយកវិធីនៃការសង្គ្រោះយើងថាមានព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះអង្គទ្រង់យាងមកផែនដីនេះទ្រង់សុគតជំនួសអំពើបាបរបស់យើងនោះហើយគឺជាដំណឹងល្អដែលយើងសប្បាយចិត្តយើងគួរតែសប្បាយពីព្រោះដំណឹងដែលយើងអស់សង្ឃឹមមិនដែរយើងបានឮតែអត់ទៅយើងឈឺយើងគិតថាជំងឺមហារីកអត់អាចព្យាបាលបានទេស្រាប់តែគេរកឃើញថ្នាំមួយដែលអាចព្យាបាលជំងឺមហារីកបានហើយប្រាប់ថាអូខ្ញុំមានជំងឺដែលអាចព្យាបាលជាដាច់ជំងឺមហារីកផ្ដល់ជីវិតឲ្យអ្នកបន្តម្ដងទៀតអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងសប្បាយចិត្តអញ្ចឹងដូចគ្នាដែរ
យើងជាមនុស្សមានបាបយើងអត់សង្ឃឹមយើងនឹងត្រូវទទួលទុក្ខទោសដល់ស្លាប់ដោយសារតែអំពើបាបរបស់យើងប៉ុន្តែមានព្រះគ្រីស្ទដែលយាងមកដើម្បីនឹងជួយយើងសង្គ្រោះយើងពីបាបហើយនោះហើយគឺជាដំណឹងល្អអញ្ចឹងរូបភាពទី3ហ្នឹងគ្រប់គ្រាន់នៅគ្រាន់តែព្រះអង្គយាងមកផែនដីសង្គ្រោះជំនួសបាបរបស់យើងគឺគ្រប់គ្រាន់នៅបាទគឺអត់ទាន់គ្រប់គ្រាន់ទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងការឆ្លើយតបរបស់យើងដែរអញ្ចឹងការឆ្លើយតបរបស់យើងហ្នឹងគឺទៅលើរូបភាពទី4ដែលផ្ដោតទៅលើជំនឿលើព្រះយេស៊ូវនាំយើងឲ្យត្រឡប់ជាកូនព្រះអង្គនៅក្នុងយូហានជំពូក1ខ12បានចែងថាប៉ុន្តែអស់អ្នកណាដែលទទួលទ្រង់គឺអស់អ្នកណាដែលជឿដល់ព្រះនាមទ្រង់នោះនឹងបានប្រទានអំណាចឲ្យបានត្រឡប់ជាកូនព្រះអង្គបាទអញ្ចឹងព្រះយេស៊ូវយាងហើយព្រះអង្គទទួលទោសជំនួសបាបយើងហើយប៉ុន្តែឯដែលសំខាន់គឺយើងឆ្លើយតបដែរបើសិនជាយើងទទួលជឿលើព្រះយេស៊ូវនោះយើងនឹងទទួលបានការសង្គ្រោះហើយវិលត្រឡប់ជាកូនរបស់ព្រះអង្គអត់បានដាក់លក្ខខណ្ឌថាតើតើយើងមានចំណេះដឹងមានចំណេះវិជ្ជាមានរូបរាងយ៉ាងម៉េចទេប៉ុន្តែព្រះអង្គថាដោយគ្រាន់តែជឿបាទនេះគឺជាអីដែលមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់ព្រះអង្គប្រាប់ថាជឿនៅពេលដែលយើងជឿហើយនោះព្រះអង្គនឹងប្រទានអំណាចហើយបើសិនជាយើងជឿថាអំពើបាបរបស់យើងត្រូវបានសង្គ្រោះដោយសារព្រះយេស៊ូវគ្រីស្ទយើងអត់អាចជួយខ្លួនឯងឲ្យរួចពីបាបប៉ុន្តែនៅពេលដែលយើងជឿព្រះអង្គបានរាប់យើងឲ្យសុចរិតហើយយើងនឹងអាចវិលត្រឡប់មានទំនាក់ទំនងជាមួយនឹងព្រះវរបិតារបស់យើងគឺជាព្រះដែលបង្កើតវិញតាមរយៈសេចក្តីជំនឿទៅលើអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទខ្ញុំមានឧទាហរណ៍មួយបងបានស្គាល់ហើយទៅអត់អំពីលោកស្រី Angelina Jolie ដែលគាត់គឺជាតារា Hollywood ម្នាក់ហើយគាត់បានទទួលចិញ្ចឹមកូនកុមារកំព្រានៅខ្មែរម្នាក់ដែលគាត់ឈ្មោះ Maddox ហើយគេសួរគាត់ថាតើហេតុអីបងគាត់ជ្រើសរើសកូននឹងចិញ្ចឹមគាត់ថាដោយសារអីនៅក្នុងមណ្ឌលកំព្រាហ្នឹងគឺក្មេងៗទាំងអស់រាប់រយនាក់ហ្នឹងពេលដែលគាត់ពោលតែងតែយំតែងតែស្រែកប៉ុន្តែមានតែ Maddox ម្នាក់ហ្នឹងឯដែលសប្បាយចិត្តញញឹមដាក់គាត់ឲ្យគាត់ពោលដោយស្រួលអញ្ចឹងហើយទើបគាត់សម្រេចចិត្តជ្រើសរើសគាត់ទៅចិញ្ចឹមហើយបាទនៅពេលដែលគាត់ទទួលហើយនៅពេលនោះMaddoxនឹងបានទទួលពីការបំពន់ឬក៏ការបីបាច់ថែរក្សាការបញ្ជូនទៅរៀនសាលាល្អជាច្រើនដោយគាត់អត់បានធ្វើអីសោះគាត់គ្រាន់តែជាកុមារម្នាក់នៅមជ្ឈមណ្ឌលនឹងឯងប៉ុន្តែដោយសារតែគាត់បានទទួលលោកស្រី Angelina Jolie ហ្នឹងហើយធ្វើឲ្យលោកស្រី Angelina Jolie ហ្នឹងបានផ្ដល់អ្វីដែលល្អសម្រាប់កូនរបស់គាត់ហ្នឹងហើយនេះគឺជាមិនមែនអីដែលកូនឈ្មោះ Maddox នឹងបានធ្វើប៉ុន្តែគឺជាអ្វីដែលលោកស្រី Angelina បានផ្ដល់អំណាចឲ្យគាត់ជ្រើសរើសគាត់ហើយចិញ្ចឹមគាត់ដូចគ្នាដែរយើងគឺជាមនុស្សដែលវង្វេងគឺជាមនុស្សបានបាត់បង់ទេប៉ុន្តែព្រះអង្គស្រឡាញ់យើងហើយព្រះអង្គបានទទួលបាបទទួលចំណុចអាក្រក់របស់យើងហើយព្រះអង្គសង្គ្រោះបាបរបស់យើងប៉ុន្តែព្រះអង្គមានលក្ខខណ្ឌឲ្យយើងគ្រាន់តែជឿនៅពេលដែលយើងគ្រាន់តែជឿព្រះអង្គសម្រាប់ចិត្តដើរតាមព្រះអង្គនៅពេលនោះហើយដែលអ្នកទាំងអស់គ្នាមានសិទ្ធិអំណាចក្នុងការដែលទទួលបាននៅព្រះគុណរបស់ព្រះអង្គហើយវិលត្រឡប់ខែជាកូនព្រះអង្គហើយមានទំនាក់ទំនងជាមួយនឹងព្រះអង្គវិញដែរហើយប្រហែលជាបងប្អូនទាំងអស់គ្នាពិបាកក្នុងការដែលសាយដំណឹងដល់ថាខ្ញុំអត់ចេះនិយាយរឿងទេខ្ញុំអត់ចេះចែកចាយអំពីព្រះបន្ទូលរបស់ព្រះអង្គទេអីអញ្ចឹងហើយពិបាកក្នុងការចែកចាយព្រះបន្ទូលឬក៏ដំណឹងល្អខ្ញុំអត់ដឹងថាធ្វើម៉េចគេជឿអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាបងប្អូនអាចព្យាយាមយ៉ាងល្អបំផុតក្នុងការចែកចាយព្រះបន្ទូលឬក៏ចែកចាយនៅដំណឹងល្អដែលយើងនិយាយមិញទៅកាន់គេហើយយើងអត់ពឹងអាំងលើកម្លាំងឬក៏អីរបស់យើងទេតែជាយើងអាចអធិដ្ឋានជាមួយគាត់អធិដ្ឋានឲ្យព្រះវិញ្ញាណបរិសុទ្ធដឹកនាំហើយឲ្យគាត់ទទួលការផ្លាស់ប្រែចិត្តដែរយើងត្រូវការពឹងអាំងលើព្រះអង្គហើយទីពីរនោះយើងត្រូវការធ្វើទីបន្ទាល់គេថា your story is God's story អញ្ចឹងបងប្អូនអាចប្រាប់ពីព្រោះទីបន្ទាល់គឺជារឿងរ៉ាវដែលបងប្អូនបានមានបទពិសោធន៍ជាមួយនឹងព្រះអង្គដូច្នេះហើយបងប្អូនអាចចែករំលែកថាហេតុអីបានជាបងប្អូនសម្រេចចិត្តជឿព្រះអង្គមុនពេលដែលបងប្អូនជឿព្រះអង្គបងប្អូនជាមនុស្សបែបម៉េចហើយបងប្អូនគិតយ៉ាងម៉េចបានជាជឿព្រះអង្គនៅពេលដែលបងប្អូនទទួលជឿព្រះអង្គមានអ្វីពិសេសហើយបងប្អូនទទួលការផ្លាស់ប្ដូរបែបម៉េចបងប្អូនអាចធ្វើទីបន្ទាល់សម្រាប់គាត់ធ្វើជាទីបន្ទាល់ជីវិតពីព្រោះរឿងរបស់អ្នកក៏អាចធ្វើឲ្យអ្នកដទៃបានប៉ះពាល់ចិត្តស្គាល់អំពីព្រះអង្គហើយគេសម្រេចចិត្តជឿព្រះអង្គដូចគ្នាដែរហើយបងប្អូនក៏នៅតែបន្តធ្វើជាពលឺធ្វើជាអំបិលនៅកន្លែងគ្រប់កន្លែងដែលបងប្អូនទៅដើម្បីឲ្យគេបានមើលដឹងថាតើយើងជានរណា
គេនឹងចង់ដឹងនៅពេលដែលយើងបង្ហាញយើងនៅតែបន្តជាពលឺនឹងអំបិលអាចជាទីបន្តមួយដែលល្អហើយគេមានឱកាសស្វែងយល់ពីយើងហើយយើងបានបង្ហាញពីសេចក្តីជំនឿរបស់យើងទៅកាន់មនុស្សដទៃដូចគ្នាដែរអញ្ចឹងសរុបមកវិញការផ្សាយដំណឹងល្អគឺមានថាយើងត្រូវការស្រឡាញ់ដល់មនុស្សលោកគ្រប់រូបនៅក្នុងពិភពលោកនេះបាទការផ្សាយដំណឹងល្អមានន័យថាព្រះស្រឡាញ់ដល់មនុស្សលោកគ្រប់រូបក្នុងពិភពលោកហ្នឹងព្រះអង្គចង់មានទំនាក់ទំនងជាមួយយើងរស់នៅជាមួយយើងប្រកបគ្នាជាមួយយើងប៉ុន្តែដោយសារតែអំពើបាបរបស់យើងដែលធ្វើឲ្យយើងដាច់ចេញពីព្រះអង្គយើងអត់អាចនៅជាមួយព្រះអង្គទេយើងវង្វេងដោយភាពអំពើបាបរបស់យើងហើយទី3ព្រះអង្គអត់ទុកយើងចោលព្រះអង្គអត់បោះបង់យើងចោលទេព្រះអង្គផ្សះផ្សាយើងជាមួយនឹងព្រះយេស៊ូវដែលព្រះអង្គមកសុគតលើឈើឆ្កាងដើម្បីសង្គ្រោះបាបរបស់យើងហើយចុងក្រោយបំផុតនោះគឺយើងត្រូវការទទួលជឿព្រះអង្គដើម្បីឲ្យយើងបានសង្គ្រោះចេញពីបាបហើយវិលត្រឡប់ជាកូនរបស់ព្រះអង្គដូចគ្នាដែរហើយបងប្អូនបានដឹងហើយថាមើលការពិថ្ងៃទី24ខែ4ឆ្នាំ2022គឺជាទិវាពិភពលោកគេចាប់ផ្ដើមផ្សព្វផ្សាយដោយសារតែគេគិតថាពិភពលោកត្រូវបានបំផ្លាញឬក៏អីអញ្ចឹងគេផ្សព្វផ្សាយឲ្យថែរក្សាពិភពលោកឲ្យស្រោចទឹកដាំដើមឈើឬក៏កាត់បន្ថយផ្លាស្ទិកអីអញ្ចឹងគេចាប់ផ្ដើមផ្ដោតទៅលើផែនដីមួយនេះហើយខ្ញុំគិតថាអត់ខុសហើយវាយើងល្អមែនតើដែលយើងឲ្យមនុស្សចាប់ផ្ដើមស្រឡាញ់ពិភពលោកចាប់ផ្ដើមឲ្យមនុស្សថែរក្សាពិភពលោកប៉ុន្តែខ្ញុំគិតថាសម្រាប់ជាគ្រិស្តបរិស័ទយើងមានកិច្ចការដ៏សំខាន់ជាងនឹងមួយទៀតគឺទៅគ្រប់ទីកន្លែងក្នុងពិភពលោកប្រកាសដំណឹងល្អដល់លោកទាំងអស់ពីព្រោះយើងដឹងហើយថាបញ្ហាដ៏សំខាន់របស់ពិភពលោកនោះគឺដោយសារតែគេអត់ស្គាល់ព្រះអង្គដោយសារគេធ្វើបាបគេដាច់ទំនាក់ទំនងមួយព្រះអង្គហើយយើងបានឃើញហើយតាំងពីលោកកបាត់មកនៅពេលដែលអាដាមហើយអេវ៉ាបានដាច់ទំនាក់ទំនងជាមួយព្រះអង្គគេដាច់ទំនាក់ទំនងទាំងអស់រវាងមនុស្សនិងមនុស្សគេធ្វើអាក្រក់ដាក់គ្នាដែររវាងមនុស្សនិងផែនដីត្រូវបណ្ដាសាដែរមនុស្សត្រូវការកាប់គាស់ឆ្ការដើម្បីនឹងទទួលផលប្រយោជន៍ពីផែនដីដូច្នេះមនុស្សកាន់តែធ្វើបាបទៅរហូតដែលធ្វើឲ្យពិភពលោកនេះត្រូវបានបំផ្លិចបំផ្លាញដូច្នេះហើយបើសិនជាយើងសំខាន់បំផុតចេញទៅប្រកាសដំណឹងល្អឲ្យគេស្គាល់ព្រះអង្គឲ្យគេមានទំនាក់ទំនងល្អជាមួយព្រះអង្គនោះខ្ញុំគិតថាគេនឹងស្គាល់ពីរបៀបដែលមានទំនាក់ទំនងជាមួយគ្នាហើយគេនឹងស្គាល់អំពីរបៀបថែរក្សាផែនដីនិងពិភពលោកដែរអញ្ចឹងការផ្សាយដំណឹងល្អដល់មនុស្សលោកពិតជាសំខាន់មែនទែនបើយើងរឿងសោកស្ដាយបើផែនដីត្រូវបានខូចខាតត្រូវបានបាត់បង់ទៅយើងនឹងស្ដាយប៉ុន្តែអ្វីដែលកាន់តែស្ដាយបំផុតនោះទៀតគឺនៅពេលដែលផែនដីត្រូវបានខូចខាតបាត់បង់ទៅប៉ុន្តែមានមនុស្សជាច្រើនដែលអត់ទាន់ស្គាល់ព្រះអង្គមិត្តភ័ក្តិបងប្អូនរបស់អ្នកអត់ទាន់បានឮដំណឹងល្អនៃព្រះគ្រីស្ទនោះទេអញ្ចឹងសូមចេញទៅការងារសំខាន់របស់យើងគឺនាំមនុស្សឲ្យស្គាល់ព្រះអង្គស្គាល់ដំណឹងល្អហើយទទួលជឿលើអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអញ្ចឹងខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាតើអ្នកទាំងអស់គ្នានៅស្ទាក់ស្ទើរក្នុងការផ្សាយដំណឹងល្អដល់ណាទៀតអរគុណច្រើនសូមព្រះអង្គប្រទានពរ